សួស្តីអ្នកគាំទ្រភាពយន្តជាទីស្រឡាញ់របស់ខ្ញុំឥឡូវនេះអ្នកនៅជាមួយខ្ញុំហើយវីដេអូ Moss ជាមួយនឹង spoiler នៃភាពយន្ត No Hard Feelings So Sub Up មកឲ្យភាពយន្តចាប់ផ្ដើមជាមួយ Maddie តួឯកស្រីរបស់យើងដែលត្រូវចេញពីផ្ទះភ្លាមនៅពេលដែលនាងឃើញ Gary អតីតមិត្តប្រុសរបស់នាងលួចឡានរបស់នាងដោយសារតែនាងជាអ្នកជួល Maddie ត្រូវស្វែងរកការងារដោយធ្វើជាអ្នកក្រឡុកស្រានិងបើកបរ Uber ដែលត្រូវតែមានឡានជាឧបករណ៍សម្រាប់ហិតក្លិនប្រសិនបើគ្មានឡានទេឱកាសនៃការមានប្រាក់កម្ចីនឹងកាន់តែតិចជាង Gary ខឹងនឹង Maddie ដែលធ្លាប់ណាត់ជួបហើយបាត់ខ្លួន Maddie បានព្យាយាមត្បិតវិញហើយនិយាយថានាងនឹកគាត់គ្រប់ពេលដំបូងឡើយ Gary ហាក់ដូចជាជឿប៉ុន្តែភ្ញៀវដែលមកយឺតរបស់ Maddie បានចេញមកស្លៀកពាក់ខោត្រណប់ដ៏អស្ចារ្យ Maddie បាននិយាយថាគាត់ជាបងប្អូនជីដូនមួយរបស់នាងប៉ុន្តែបុរសម្នាក់នេះបានរុញនាងឲ្យអួត Gary បានយកឡានរបស់ Maddie ភ្លាមបន្ទាប់ពីនោះ Maddie គ្មានជំរើសអ្វីក្រៅពីប្រើ roller plate ដើម្បីធ្វើការនោះទេទន្ទឹមនឹងនេះដែរនាងបានឃើញឡានរបស់ Gary ចតពេលគាត់កំពុងទិញអាហារ Maddie បានឆ្លៀតឱកាសនេះលួចឡានប៉ុន្តែនាងភ្លេចថានៅមានសោនៅលើឡានពេល Gary ឃើញនាងគាត់បានបើកសោចេញហើយហៅប៉ូលីសឲ្យចាប់នាងមិនយូរប៉ុន្មាន Maddie បានឲ្យមិត្តភក្តិម្នាក់ជួយដោះលែងនាងហើយនាងត្រូវប្រញាប់ទៅធ្វើការនៅបារប៉ុន្តែមានបុរសម្នាក់កំពុងព្យាយាមកំងភេសជ្ជៈមុនពេលបារបើក Maddie បានឆ្លោះជាមួយបុរសនោះរហូតដល់អ្នកគ្រប់គ្រងបានឲ្យនាងធ្វើអ្វីផ្សេងខណៈពេលដែល Maddie កំពុងបាត់សម្លៀកបំពាក់របស់នាងបានប្រាប់រឿងរ៉ាវជីវិតរបស់នាងទៅកាន់ Sarah ដែលជាមិត្តភក្តិម្នាក់ដែលកំពុងមានផ្ទៃពោះនិងជាអតីតស្វាមីរបស់ Sarah ក្នុងពេលជាមួយគ្នានោះ Sarah ស្រាប់តែបដូរទូរស័ព្ទរបស់នាងទៅកាន់សារដាក់ពាក្យសុំការងារចម្លែកមួយដែលមានគូស្នេហ៍មួយគូកំពុងស្វែងរកស្ត្រីម្នាក់ដែលមានអាយុ20ឆ្នាំដើម្បីទៅណាត់ជួបជាមួយកូនប្រុសអាយុ19ឆ្នាំដែលចូលចិត្តនៅម្នាក់ឯងអ្នកដែលទទួលបានជោគជ័យនិងទទួលបានរថយន្តមួយគ្រឿងជារង្វាន់ Maddie ចាប់អារម្មណ៍ហើយសម្រេចចិត្តដាក់ពាក្យទោះបីជានាងមានវ័យចំណាស់ជាងអ្នកដទៃក៏ដោយថ្ងៃមួយ Maddie បានជិះឡានក្រុងទៅផ្ទះគ្រួសារនាងដើម្បីរកដៃគូសម្រាប់កូនប្រុសរបស់នាងពេលពួកគេទៅដល់ទីនោះពួកគេបានស្វែងរកប្រវត្តិរបស់នាងដំបូងឡើយពេលពួកគេដឹងថា Maddie មានអាយុ32ឆ្នាំពួកគេស្ទាក់ស្ទើរក្នុងការជួលនាងប៉ុន្តែ Maddie បានផ្ដល់ហេតុផលមួយដល់ពួកគេថាប្រសិនបើនាងក្មេងជាងនាងនឹងមិនអាចធ្វើវាបានទេព្រោះវ័យដែលយុវវ័យចង់បានគឺក្លាយជាមនុស្សចាស់ទុំដើម្បីឲ្យពួកគេអាចទទួលបានបទពិសោធន៍ពីមនុស្សដែលមានបទពិសោធន៍ដូចនាងពេលឪពុករបស់យុវជននោះហើយដូច្នេះគាត់យល់ស្របនឹងគំនិតរបស់ Maddie ឪពុកនិងម្ដាយបានផ្ដល់ព័ត៌មានថាគាត់គឺភឺគីជាយុវជនអាយុ19ឆ្នាំដែលចូលចិត្តខ្មាស់អៀនហើយមិនចូលចិត្តនិយាយជាមួយអ្នកណាក្រៅពីអនឡាញគាត់មិនផឹកស្រាមិនធ្វើបាបហើយក៏មិនទៅពិធីជប់លៀងដែរឪពុកនិងម្ដាយមានការព្រួយបារម្ភថាគាត់នឹងបំផ្លាញជីវិតរបស់ក្មេងជំទង់ពួកគេចង់ឲ្យគាត់មានភាពសប្បាយរីករាយជាងមុននិងរៀនពីរបៀបណាត់ជួបនិងកសាងទំនុកចិត្តមុនពេលគាត់ទៅរៀននៅមហាវិទ្យាល័យ Princeton ទីបំផុត Maddie ទទួលបានការងារនេះប៉ុន្តែមុនពេលត្រឡប់ទៅវិញ Maddie ត្រូវបានគេប្រាប់កុំឲ្យភឺគេដឹងថានាងត្រូវបានជួលព្រោះនាងចង់ឲ្យគាត់មានទំនុកចិត្តលើខ្លួនឯងបន្ទាប់ពីនោះ Maddie បានខ្ចីឡានចាស់របស់ James ហើយស្លៀកពាក់ឈុតសិចស៊ីនាងបានទៅសួនសត្វដែលភឺគីកំពុងធ្វើការស្ម័គ្រចិត្ត Maddie ប៉ុន្តែ Maddie ចង់បន្តនិយាយដូច្នេះនាងបានសុំឲ្យ Percy នាំនាងទៅផ្ទះហើយប្រាប់គាត់ថាវាជាផ្លូវកាត់ Percy កំពុងឆ្ងល់ថាតើនាងដឹងនៅឯណាដោយរបៀបណាប៉ុន្តែ Maddie មានប្រាជ្ញាវាងវៃនាងបាននិយាយថាវានៅក្នុងកាបូបរបស់នាងហើយភ្លាមនោះមិត្តរួមការងាររបស់ភឺគីបានចូលមកភឺគីបានព្យាយាមសុំជំនួយពី Crispin ប៉ុន្តែ Maddie បានចងដៃនាងជាមួយនឹងកាបូបរបស់ភឺគីហើយសុំឲ្យគាត់ចេញមកពេលពួកគេចេញមកភឺគីបានព្យាយាមសុំជំនួយដោយខ្លួនឯងប៉ុន្តែ Maddie ទទូចឲ្យទៅជាមួយគាត់ហើយបានយកកង់របស់គាត់ទៅដាក់នៅខាងក្រោយឡាន Percy បានយល់ព្រមទៅជាមួយនាងខណៈពេលដែល Maddie កំពុងនិយាយ Percy បាននិយាយថាគាត់ជាអ្នកធានារបស់នាង Percy មិនយល់ថាវាគ្រាន់តែជារឿងកំប្លែងនោះទេគាត់មានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់ពេលគាត់ដឹងថាវាមិនមែនជាផ្លូវទៅផ្ទះ Maddie បាននិយាយថាវាជាផ្លូវកាត់ Percy បានព្យាយាមចុចទូរស័ព្ទដើម្បីសុំជំនួយប៉ុន្តែ Maddie បានលើកវាភ្លាមបន្ទាប់មកពួកគេបានឈប់នៅផ្ទះរបស់ Maddie ភឺគេគិតថាគាត់ពិតជាត្រូវបានគេចាប់ពង្រត់មែនដូច្នេះគាត់បានបាញ់ទឹកថ្នាំទៅលើភ្នែករបស់ Maddie បានស្រែកហើយព្យាយាមពន្យល់ដើម្បីកុំឲ្យ Maddie យល់ច្រឡំ Percy បានជួយ Maddie លាងភ្នែករបស់នាងដោយខ្សែកៅស៊ូ Maddie បានប្រាប់ Percy ថានាងគិតថាគាត់ជាបុរសសង្ហាម្នាក់ Percy ជឿនាងដូច្នេះគាត់បានសុំ Maddie ទៅណាត់ជួបហើយពួកគេបានជួបគ្នាម្ដងទៀតនៅល្ងាចបន្ទាប់ Maddie កំពុងរងចាំនៅបារ Percy បានមកជាមួយឈុតមួយនិងខោខ្លីមួយទោះបីជាអាកាសធាតុក្តៅក៏ដោយគាត់នៅតែចង់ស្លៀកឈុតមួយបន្ទាប់មកអ្នករត់ទៅបានមកទទួលការបញ្ជាទិញ Percy បានកំងភេសជ្ជៈសូដាមួយប៉ុន្តែ Maddie បានសុំឲ្យគាត់បដូរវាទៅជាស្រាក្រឡុកដើម្បីហ្វឹកហាត់គាត់ឲ្យរៀនពីរបៀបរស់នៅពេលភេសជ្ជៈមកដល់ Percy បានព្យាយាមផឹកបន្តិចរួចបោះវាចោល Maddie បានបង្ខំគាត់ឲ្យផឹកបន្ថែមទៀតដើម្បីឲ្យគាត់ដឹងពីរបៀបដោះស្រាយជាមួយគ្រឿងស្រវឹងមុនពេលទៅរៀននៅមហាវិទ្យាល័យភ្លាមនោះពួកគេត្រូវបានរំខានដោយអតីតមិត្តប្រុសរបស់ Maddie ដែលបាននិយាយថាគាត់បានរៀបការហើយ Maddie មានការតូចចិត្តដែលនាងមិនចង់បន្តជាមួយគាត់ប៉ុន្តែ Maddie បានធ្វើរឿងត្រឹមត្រូវហើយមិនមានអារម្មណ៍សោកស្ដាយចំពោះគាត់ផងដូច្នេះគាត់ត្រូវចាកចេញបន្ទាប់ពីនោះពួកគេបានដើរលេងនៅឆ្នេរ Maddie បានសុំឲ្យ Percy ទៅហែលទឹកនៅពេលដែលឆ្នេរត្រូវបានបិទ Percy បានព្យាយាមបញ្ឈប់នាងប៉ុន្តែ Maddie បានបដូរសម្លៀកបំពាក់របស់នាងដើម្បីទាក់ទាញចំណាប់អារម្មណ៍
ហើយវាដំណើរការ Percy មើលទៅមានការតាំងចិត្តដូចជាគាត់មិនដែលឃើញវាពីមុនមកហើយគាត់បានលោតចូលទៅក្នុងទឹកម៉ាឌីបានព្យាយាមធ្វើឲ្យ Percy មានអារម្មណ៍ល្អប៉ុន្តែភ្លាមនោះមានក្រុមយុវជនមួយក្រុមដែលស្រវឹងឈរនៅលើឆ្នេរហើយធ្វើមុខចម្លែកបន្ទាប់ពីនោះម៉ាឌីបានលួចសម្លៀកបំពាក់របស់ពួកគេម៉ាឌីបានគប់សម្លៀកបំពាក់របស់នាងទៅលើក្រុមយុវជនទាំងនោះប៉ុន្តែពួកគេមិនបានឈប់ទេម៉ាឌីខឹងខ្លាំងពេកហើយលោតចេញពីទឹកនាងបានធ្វើមុខចម្លែកហើយធ្វើបាបយុវជនដែលស្រវឹងប៉ុន្តែនាងបានរងរបួសបន្តិចម៉ាឌីត្រូវបានក្មេងស្រីម្នាក់ដើរទៅលើប្អូនស្រីរបស់នាងហើយយុវជននោះបានព្យាយាមចាក់សោកនាងម៉ាឌីបានវាយគាត់ដោយញ័រហើយធ្វើឲ្យយុវជនដែលស្រវឹងរត់គេចខ្លួនបន្ទាប់ពីនោះម៉ាឌីបានត្រឡប់ទៅរក Percy វិញ Percy បាននិយាយថានាងមិនគួរប្រើកម្លាំងទេម៉ាឌីបាននិយាយថាវាគឺជាការការពារខ្លួនហើយភឺកេគួរតែរៀនពីរបៀបការពារខ្លួនបន្ទាប់ពីនោះនាងបានព្យាយាមបន្តប៉ុន្តែភឺកេបាននិយាយថាគាត់មិនអាចធ្វើវាចំពោះមនុស្សដែលមិនជិតស្និទ្ធនឹងគាត់បានទេម៉ាឌីខឹងយ៉ាងខ្លាំងហើយត្រូវបានគេបដិសេធនាងបានស្លៀកពាក់រួចរាល់ហើយយកសម្លៀកបំពាក់និងទូរស័ព្ទដៃរបស់នាងទៅដាក់ក្នុងឡាន Percy ដែលនៅតែកំពុងជួសជុលសម្លៀកបំពាក់របស់គាត់បានដើរតាមនាងហើយសុំសម្លៀកបំពាក់និងទូរស័ព្ទដៃរបស់គាត់មកវិញប៉ុន្តែមេឌីបានប្រគល់សម្លៀកបំពាក់របស់គាត់មកវិញហើយខណៈពេលដែលនាងកំពុងចុះពីឡានភឺគឺចង់យកសម្លៀកបំពាក់របស់គាត់មកវិញដូច្នេះគាត់បានលោតទៅខាងមុខឡានទោះបីជាគាត់មិនទាន់បានបន្ទន់សម្លៀកបំពាក់របស់គាត់ក៏ដោយម៉ាឌីឃើញថា Percy កំពុងព្យាយាមយកសម្លៀកបំពាក់របស់គាត់មកវិញនាងបានបើកឡានចេញទៅភ្លាមនោះមានរថយន្តប៉ូលីសមួយគ្រឿងមកនាងបានឃើញអកប្បកិរិយាចម្លែករបស់ពួកគេប៉ូលីសបានដេញតាមពួកគេម៉ាទីប្រញាប់ប្រញាល់ដូចជានាងមិនខ្វល់ពីជីវិតរបស់នាងពីព្រោះនាងមិនចង់ឲ្យគេចាប់បានពេលកំពុងបើកបរនាងបានសម្រេចចិត្តជិះរថភ្លើងដែលកំពុងឆ្លងកាត់ Percy បានចុះពីឡានប៉ុន្តែពួកគេទាំងពីរនាក់បានរួចជីវិតបន្ទាប់ពីនោះពួកគេទាំងពីរនាក់បានមកដល់ផ្ទះរបស់មេឌីបានព្យាយាមលបួងភឺគេម្ដងទៀតពួកគេបានរំហើយប្រាប់ភឺគីឲ្យជួយនាងទាត់ប៉ុន្តែភឺគីដែលជាមនុស្សល្ងងមិនយល់ទេគាត់បានរុញនាងវិញមេឌីបានបដូរសម្លៀកបំពាក់ហើយរំនៅលើបង្អួចប៉ុន្តែភឺគីបាននិយាយថានាងថត់ពេកមេឌីមិនបានចុះចាញ់ទេនាងបានបដូរភឺគីឲ្យអង្គុយលើភ្លើរបស់នាងហើយធ្វើពុតជាភឺគីជីថារ៉ុកម៉ាទីបានសួរ Percy ថាតើគាត់ចង់លង់ស្នេហ៍នាងដែរឬទេប៉ុន្តែ Percy មានការព្រួយបារម្ភព្រោះគាត់មិនធ្លាប់ជួបប្រទេសវាពីមុនមកប៉ុន្តែលើនេះគាត់មានអារម្មណ៍មិនស្រួលម៉ាឌីបានឃើញភាពមិនប្រក្រតីនោះនាងបានលើកអាវរបស់នាងឡើងហើយឃើញខ្នងរបស់ Percy ដូច្នេះហើយនាងបានលាបក្រែមលើខ្នងរបស់គាត់បន្ទាប់ពីនោះអ្វីដែលបានកើតឡើងធ្វើឲ្យ Percy មានអារម្មណ៍ស្រួលនិងទុកចិត្តមេឌីគាត់បានប្រាប់នាងអំពីរឿងរ៉ាវរបស់គាត់និយាយថាគាត់មិនចូលចិត្តការជួបជុំសង្គមទេព្រោះវាមិនស្រួលគាត់មិនដែលមានមិត្តភក្តិទេលើកលែងតែនៅក្នុងពិភពអនឡាញដែលពិតជាមានតែប្អូនស្រីចុងរបស់គាត់ប៉ុណ្ណោះម៉ាឌីបានស្ដាប់គាត់ហើយប្រាប់គាត់ថានាងរស់នៅក្នុងផ្ទះនេះពេញមួយជីវិតរបស់នាងដើម្បីមើលថែម្ដាយដែលឈឺរបស់នាង Percy បានសួរអំពីឪពុករបស់នាងប៉ុន្តែម៉ាឌីមិនបានប្រាប់គាត់ទេ Percy ហាក់ដូចជាយល់និងយកចិត្តទុកដាក់ចំពោះម៉ាឌីកាន់តែខ្លាំងមុនពេលសុំទៅណាត់ជួបជាមួយនាងម្ដងទៀតបន្ទាប់មកម៉ាឌីនិង Percy បានចាប់ផ្ដើមចំណាយពេលជាមួយគ្នាអ្នកទាំងពីរបាននាំដារុកទៅឆ្នេរខ្សាច់លេងល្បែងឡាសែនិងឈ្នះរង្វាន់ជាច្រើននៅក្នុងហ្គេម Arcade Percy មានអារម្មណ៍ស្រួលពេលគាត់នៅជាមួយនាងគាត់បានឲ្យនាងនៅមុខស្រាបៀរនិងចិញ្ចៀនម្រាមដៃមួយដែលគាត់បានបញ្ឆោតនាងឲ្យប្រើជាមួយគាត់ម៉ាឌីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងប៉ុន្តែ Percy បានបង្រៀននាងពីរបៀបយកវាចេញពួកគេចាប់ផ្ដើមរៀនកាន់តែច្រើនឡើងម៉ាឌីបានប្រាប់គាត់អំពីឪពុករបស់នាងឪពុករបស់នាងរស់នៅជាមួយក្រុមគ្រួសាររបស់គាត់នៅក្នុងទីក្រុងមួយផ្សេងទៀតម្ដាយរបស់នាងគ្រាន់តែជាស្រីកំណាន់របស់ពុកនាងប៉ុណ្ណោះនាងបាននិយាយថានាងមិនមានបំណងឲ្យនាងកើតមកទេនៅក្នុងរថយន្តលេម៉ូសែងដើម្បីញ៉ាំអាហារដ៏ប្រណីតតាមការគ្រោងទុកពេលពួកគេមកដល់ភោជនីយដ្ឋានពួកគេបានរីករាយនឹងអាហាររហូតដល់ពួកគេមកដល់កន្លែងដែលភឺគីមិនទៅធ្វើការព្រោះគាត់មិនចង់ឲ្យនរណាម្នាក់នៅសាលាឃើញគាត់ភឺគីគិតថាបើគ្មានអ្នកណាឃើញគាត់ទេគ្មានអ្នកណាអាចបញ្ឆោតគាត់បានទេមេឌីបាននិយាយថាអ្នកដទៃគួរតែដឹងថាគាត់ពូកែប៉ុណ្ណាបន្ទាប់ពីនោះម៉ាឌីបានឃើញព្យ៉ាណូហើយដឹងថា Percy បានវឹកហាត់គាត់ដូច្នេះនាងក៏អនុញ្ញាតឲ្យគាត់បង្ហាញជំនាញរបស់គាត់បានធ្វើតាមដែលនាងសុំទោះបីជាគាត់ធ្វើប្រហែសបន្តិចក៏ដោយប៉ុន្តែនៅទីបញ្ចប់គាត់លេងបានល្អរហូតដល់មនុស្សគ្រប់គ្នាទះដៃអបអរសាទរគាត់ពេលពួកគេត្រឡប់មកវិញម៉ាឌីបានប្រាប់ Percy កុំឲ្យនៅស្ងៀមប៉ុន្តែភ្លាមនោះនាងត្រូវបានរំខានដោយក្មេងស្រីតូចគួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ Natalie ដែលជាមិត្តភក្តិរបស់ Percy ដែលឪពុកម្ដាយស្គាល់គ្នាហើយនាងកំពុងរៀននៅសាលាតែមួយជាមួយ Percy ក្មេងស្រីទាំងពីរបានអបគ្នាហើយនិយាយគ្នាដោយរួសរាយរាក់ទាក់ក្មេងស្រីតូចបានព្យាយាមសុំភឺគេទៅចូលរួមពិធីរាំមេឌីមិនចូលចិត្តអ្វីដែលនាងបានធ្វើទេហើយបានបដិសេធការអញ្ជើញនោះ
ម៉ាឌីបានព្យាយាមរុញណាតាឡេឲ្យថយក្រោយប៉ុន្តែណាតាលីបានប្រាប់ភឺស៊ីថានាងនឹងទៅចូលរួមពិធីរំនៅឯណាពេលក្មេងស្រីតូចចាក់ចេញភឺស៊ីបាននិយាយអំពីផែនការរបស់គាត់នៅពេលគាត់ទៅសាលារៀននិងរបៀបដែលពួកគេនឹងជួបគ្នានៅចុងសប្តាហ៍ប៉ុន្តែម៉ាឌីបានពន្យល់ថានាងមិនងាយស្រួលរកផ្លូវទេហើយទំនាក់ទំនងរបស់នាងជាមួយភឺស៊ីនឹងបញ្ចប់បន្ទាប់ពីនាងបានទៅសាលារៀនហើយតាមពិតទៅនាងចង់ឲ្យគាត់ចំណាយពេលមួយយប់ជាមួយនាងដោយមិនខ្វល់ពីរឿងទាំងនោះភឺស៊ីមានអារម្មណ៍ខាក់ចិត្តដូច្នេះគាត់ក៏ប្រញាប់ចេញពីហាងម៉ាឌីមានអារម្មណ៍ខាក់ចិត្តយ៉ាងខ្លាំងហើយប្រញាប់ដើរតាមគាត់ក្នុងរថយន្ត Limousine ដែលកំពុងស្ថិតក្នុងស្ថានភាព stress ភឺស៊ីបានរើកៅអីទៅហាងរបស់ម៉ាឌីជាមួយនឹងស្រាមួយកែវដែលគាត់មិនធ្លាប់ធ្វើពីមុនមកទន្ទឹមនឹងនេះដែរម៉ាឌីបានកត់សម្គាល់ឃើញថាពួកគេកំពុងធ្វើដំណើរទៅផ្លូវផ្សេងហើយរថយន្ត Limousine បានឈប់នៅពិធីជប់លៀងដែលណាតាលីបានអញ្ជើញភឺស៊ីបាននិយាយពាក្យរបស់ម៉ាឌីម្ដងទៀតហើយប្រាប់នាងឲ្យដើរលេងជាមួយមិត្តភក្តិរបស់នាងប៉ុន្តែម៉ាឌីបាននិយាយថាវាមិនគួរជាយប់នេះទេដូច្នេះភឺស៊ីបាននិយាយថាប្រសិនបើនាងមិនចង់មកទេនាងមិនគួរទៅមុនពេលភឺស៊ីទៅពិធីជប់លៀងនោះទេបន្ទាប់ពីអ្វីគ្រប់យ៉ាងរញ៉េរញ៉ៃម៉ាឌីបានដើរតាមគាត់ហើយរកមើលភឺស៊ីប៉ុន្តែរកគាត់មិនឃើញដូច្នេះនាងបានសួរក្មេងនៅក្នុងពិធីជប់លៀងប៉ុន្តែមនុស្សគ្រប់នាងឃើញថានាងជាមនុស្សពេញវ័យដែលកំពុងព្យាយាមចុះសម្រុងជាមួយក្មេងជំទង់ម៉ាឌីត្រូវបានបុរសស្ដីបន្ទោសប៉ុន្តែម៉ាឌីបានឆ្លើយតបយ៉ាងពេញទំហឹងក្មេងជំទង់ទាំងនោះក៏បានស្ដីបន្ទោសម៉ាឌីដោយបង្ហោះវីដេអូរបស់នាងនៅលើបណ្ដាញសង្គមម៉ាឌីមិនខ្វល់ទេហើយបានដើរតាមភឺស៊ីរហូតដល់នាងដឹងថាគាត់បានទៅបន្ទប់ជាមួយណាតាលីម៉ាឌីប្រញាប់ប្រញាល់ទៅពិនិត្យមើលគ្រប់បន្ទប់រហូតដល់នាងរកឃើញបន្ទប់ដែលចាក់សោហើយពេលគ្មានអ្នកណាឆ្លើយនាងបានទម្លុះទ្វារហើយឃើញថាណាតាលីនិងភឺស៊ីនៅជាមួយគ្នាប៉ុន្តែណាតាលីបានបញ្ជាក់ថាគ្មានអ្វីកើតឡើងទេព្រោះភឺស៊ីស្រវឹងខ្លាំងហើយនិយាយថាភឺស៊ីបានលេបថ្នាំខ្លះម៉ាឌីប្រញាប់នាំភឺស៊ីទៅបន្ទប់ទឹកដើម្បីធ្វើឲ្យគាត់ក្អួតហើយបានដឹងថាគាត់គ្រាន់តែលេបថ្នាំខ្លះហើយស្រវឹងបន្ទាប់ពីនោះឪពុករបស់ម៉ាឌីនិងឪពុកម្ដាយរបស់ភឺស៊ីបានមកពិធីជប់លៀងហើយបានប្រាប់ម៉ាឌីថានាងមិនគួរមកពិធីជប់លៀងទេព្រោះភឺស៊ីស្រវឹងខ្លាំងហើយបានយាយីមវីឪពុករបស់គាត់ប៉ុន្តែឪពុករបស់គាត់បានរត់គេចខ្លួនហើយកណ្ដាប់ដៃនោះបានប៉ះក្ររបស់ម៉ាឌីជំនួសវិញអ្នកទាំងពីរបានចាក់ចេញពីពិធីជប់លៀងហើយបានជិះឡាន Limousine ហើយភឺគីបានដេកក្បែរមេព្រឹកបន្ទាប់ភឺស៊ីភ្ញាក់ពីដំណេកដោយអារម្មណ៍មិនល្អហើយឪពុកម្ដាយរបស់គាត់មិនអាចទប់អារម្មណ៍ឆ្ងល់បានឡើយហើយនិយាយថាគាត់ចង់ទៅយកបានបើកបរដើម្បីបើកបរទៅយកមិត្តស្រីរបស់គាត់ពេលឪពុកម្ដាយរបស់គាត់យាដូច្នេះពួកគាត់សប្បាយចិត្តណាស់ដែលបានឃើញគាត់ចេញទៅរស់នៅជីវិតរបស់គាត់ប៉ុន្តែវាមិនយូរប៉ុន្មានទេភឺស៊ីបាននិយាយថាគាត់នឹងមិនទៅសាកលវិទ្យាល័យ Princeton ទេព្រោះគាត់ចង់ស្នាក់នៅទីនេះជាមួយម៉ាឌីហើយឪពុកម្ដាយរបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងប៉ុន្តែពួកគាត់បានព្យាយាមរក្សាភាពស្ងប់ស្ងាត់ហើយបានប្រាប់ភឺស៊ីឲ្យរងចាំពួកគេនៅក្នុងឡានបន្ទាប់ពីនោះឪពុកម្ដាយរបស់គាត់បានទូរស័ព្ទទៅមេឌីប៉ុន្តែមេឌីបានបដិសេធព្រោះនាងខ្លាចភឺគីចូលមកជិតពេកហើយឪពុកម្ដាយរបស់គាត់បានឃើញរឿងនោះហើយបានប្រាប់គាត់ថាគាត់នឹងទិញឡានមួយព្រោះគាត់អនុញ្ញាតឲ្យគាត់ចាក់ចេញពីផ្ទះប៉ុន្តែរឿងចុងក្រោយដែលគាត់ត្រូវធ្វើមុនពេលពួកគេបែកគ្នាគឺនាំគាត់ទៅ Princeton ជាកន្លែងដែលមេឌីយល់ព្រមក្នុងពេលជាមួយគ្នានេះភឺគីបានព្យាយាមលេងជាមួយបច្ចេកវិទ្យានៅក្នុងឡានហើយបានភ្ជាប់ទៅម្ដាយរបស់គាត់ដោយចៃដន្យដែលធ្វើឲ្យគាត់ជាការសន្ទនាចុងក្រោយដែលធ្វើឲ្យភឺគីខូចចិត្តនៅពេលដែលគាត់ដឹងថាមេឌីត្រូវបានជួបបន្ទាប់ពីនោះភឺគីមានគម្រោងអញ្ជើញមេឌីទៅញ៉ាំអាហារពេលល្ងាចជាមួយឪពុកម្ដាយរបស់គាត់ប៉ុន្តែពុកម្ដាយរបស់គាត់មិនបានដឹងទេដូច្នេះភឺគីបានព្យាយាមធ្វើឲ្យពួកគេនិយាយគ្នាប៉ុន្តែវាមិនដំណើរការទេហើយភ្លាមនោះគាត់បានទទួលការហៅទូរស័ព្ទហើយចេញទៅក្រៅដើម្បីជួបជាមួយ Chris Payne គាត់មានបំណងបំផ្លាញឡានរបស់មេឌីប៉ុន្តែវាជាឡានដ៏រឹងមាំមួយហើយគ្មានសញ្ញាណាមួយឡើយដូច្នេះពួកគេបានប្រើធ្នូមួយដុំដើម្បីធ្វើឲ្យឡានរត់ចូលទៅក្នុងព្រៃនិងដើមឈើហើយឡានក៏ត្រូវបានបំផ្លាញពេលពួកគេទៅដល់ផ្ទះភឺគីបានទៅដេកត្រង់ហើយមេឌីបានដើរតាមគាត់ហើយឃើញថាភឺគីកំពុងធ្វើពុតជាចម្លែកហើយបានថើបមេឌីហើយព្យាយាមធ្វើអ្វីមួយប៉ុន្តែមេឌីបានអះអាងថាពុកម្ដាយរបស់គាត់បាននិយាយគាត់ដូច្នេះភឺគីបាននិយាយថាគាត់ចង់ឲ្យការពិតពីមេឌីប៉ុន្តែមេឌីបានកុហកនិងបោកប្រាស់ដូច្នេះមេឌីបានយល់ព្រមមានអ្វីមួយជាមួយភឺគីប៉ុន្តែមានតែជើងរបស់មេឌីប៉ុណ្ណោះភឺគីបានបញ្ចប់បេសកកម្មរបស់គាត់ហើយសម្រេចចិត្តប្រាប់គាត់ពីការពិតដូច្នេះមេឌីបានសុំទោសនិងអង្វរគាត់ឲ្យយល់ប៉ុន្តែភឺគីមានការតូចចិត្តដូច្នេះមេឌីបានកាត់ទូរស័ព្ទហើយនិយាយថាគាត់នឹងមិនយល់ពីអ្នកក្រីក្រដែលត្រូវរស់រានមានជីវិតហើយចង់រក្សាផ្ទះដែលគាត់មានសម្រាប់រយៈពេលដែលនៅសល់នៃជីវិតរបស់គាត់ដូច្នេះភឺគីបានឆ្លើយតបថាគាត់កំពុងខ្ជះខ្ជាយពេលវេលារងចាំពុករបស់គាត់សុំទោសដូច្នេះមេឌីបានចាក់ចេញដូច្នេះភឺគីបានជួបឪពុកម្ដាយរបស់គាត់ហើយសុំឲ្យពួកគេបញ្ឈប់អ្វីគ្រប់យ៉ាងឯងសម្រាប់គាត់ហើយធ្វើឲ្យគាត់ខាប់ចិត្តឬព្យាយាមទទួលបានជោគជ័យដោយខ្លួនឯងដូច្នេះភឺគីក៏ដូចគ្នាគាត់គ្រាន់តែលេងហ្គេមវីដេអូនៅក្នុងបន្ទប់របស់គាត់ក្នុងពេលតែមួយមេឌីនៅតែទទួលបានឡានទោះបីជានាងស្ថិតក្នុងស្ថានភាពអាក្រក់ក៏ដោយប៉ុន្តែនាងនៅតែអាចបើកបរបានដូច្នេះនាងបានកាត់ទូរស័ព្ទសម្រាប់ Uber ដែលអតិថិជនតែងតែចង់បានប៉ុន្តែនាងបានបង្ខំពួកគេឲ្យចូលទៅក្នុងឡានហើយដោយធ្វើការយ៉ាងលំបាកនៅក្នុងបារនិងបើកបរមេឌីមានលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃផ្ទះដូច្នេះនាងបានចេញទៅអបអរជាមួយសេរ៉េនិងយេលដែលបានហ្វឹកថាពួកគេនឹងទៅ Florida
រូបពួកគេមិនអាចមានលទ្ធភាពទិញផ្ទះរបស់ពួកគេដូច្នេះពួកគេបានចាកចេញប៉ុន្តែសេរ៉េបានប្រាប់នាងថានាងមានការភ្ញាក់ផ្អើលដែលមេឌីនៅតែនៅទីនោះទោះបីជានាងមិនសប្បាយចិត្តក៏ដោយដូច្នេះនាងបានយកឡានរបស់នាងហើយប៉ុន្តែនាងបានដឹងថានាងកំពុងព្យាយាមស្គាល់ប្រសើរជាងលេងជាមួយម្រាមដៃរបស់នាងបានបញ្ឆោតមេឌីប៉ុន្តែជំនួសឲ្យការប្រាំរ៉ាំដៃរបស់នាងបានប្រាំរ៉ាំដៃរបស់នាងវិញដូច្នេះមេឌីបានបញ្ឆោតនាងហើយពួកគេបានបែកគ្នានៅពេលព្រឹកមេឌីបានរកឃើញសម្បុត្រមួយដែលនាងបានផ្ញើទៅឪពុករបស់នាងបានដុតវាមុនពេលជួសជុលឡានរបស់នាងបានសុំទោសអារ៉ាយដោយអបគាត់នាងចង់សុំទោសព្រឺគេប៉ុន្តែគាត់មិនបានឆ្លើយតបទេដូច្នេះមេឌីបានដើរតាមគាត់គ្រប់ទីកន្លែងដែលនាងទៅJodie និង Crispin ប៉ុន្តែពួកគេមិនបានជួយនាងទេដូច្នេះនាងបានដឹងថានាងនៅកន្លែងខុសដូច្នេះនាងបានសុំទោសគាត់ប៉ុន្តែភឺគីមិនជឿគាត់ទេដូច្នេះគាត់បានលោតឡើងលើឡានដូចភឺគីបានធ្វើប៉ុន្តែគាត់មិនជឿទេដូច្នេះគាត់បានលោតឡើងលើឡានដូចគាត់ដូច្នេះគាត់បានលោតឡើងលើគាត់បានធ្វើប៉ុន្តែគាត់មិនជឿគាត់ទេដូច្នេះគាត់បានលោតឡើងលើឡានដូចគាត់ដូច្នេះគាត់បានលោតឡើងលើគាត់បានធ្វើប៉ុន្តែគាត់មិនជឿគាត់ទេដូច្នេះគាត់បានលោតឡើងលើឡានមិនមែនគាត់ទេដូច្នេះគាត់មិនជឿគាត់ទេដូច្នេះគាត់នៅលើ